ផោតាំងនៅលើដីមិនអាចលាក់បាំងបានឡើយទូកុងតឺន័ររបាំងលួបន្លានិងសកម្មភាពផ្លាស់ប្តូរស្ថានភាពជាក់ស្ដែងនៅតាមព្រំដែនព្រមទាំងប្រជាពលរដ្ឋស៊ីវិលកម្ពុជាប្រមាណ 20,000 នាក់ក្នុងចំណោមជនភៀសសិកសរុប 65,000 នាក់ដែលនៅតែមិនទាន់អាចវិលត្រឡប់ទៅផ្ទះរបស់ខ្លួនគឺជាអង្គហេតុដែលអាចមើលឃើញកត់ត្រានិងផ្ទៀងផ្ទាត់បានសំខាន់ជានេះទៅទៀតអង្គហេតុនៃការរំលោភឈ្លានពានទាំងនេះលែងស្ថិតនៅក្រោមក្រសែភ្នែករបស់ប្រជាជនកម្ពុជាតែម្នាក់ឯងទៀតហើយអាស៊ានតំណាងការទូតបរទេសអង្គការសហប្រជាជាតិនិងសហគមន៍អន្តរជាតិកំពុងតាមដានមើលយ៉ាងយកចិត្តទុកដាក់បំផុតលើសកម្មភាពនៃការរំលោភបំពានរបស់យោធាថៃទាំងក្នុងអំឡុងសង្គ្រាមឈ្លានពាននិងក្រោយបទឈប់បាញ់ថ្ងៃទី27ខែធ្នូឆ្នាំ2025ក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំកម្ពុជាដឹកនាំដោយប្រធានបេសកកម្មពីសាធារណរដ្ឋហ្វីលីពីនបន្តពីប្រទេសម៉ាឡេស៊ីបានចុះទៅដល់ទីតាំងសង្កេតការណ៍ផ្ទៀងផ្ទាត់និងរាយការណ៍អំពីស្ថានភាពតាមបណ្ដោយព្រំដែនកម្ពុជាថៃនៅតំបន់ច្រកបឹងត្រកួនឃុំគោករមៀតស្រុកថ្មពួកក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំកម្ពុជាបានពិនិត្យ14ទីតាំងដែលមានទូកុងតឺន័រ44ទូខណៈប្រជាពលរដ្ឋកម្ពុជាចំនួន 7,873 នាក់ស្មើនឹង 1,869 គ្រួសារក្នុងនោះមានកុមារ 1,847 នាក់មិនទាន់អាចវិលត្រឡប់ទៅលំនៅឋានរបស់ខ្លួនបាននៅភូមិជោគជ័យនិងភូមិព្រៃច័ន្ទក្រុមអ្នកសង្កេតការណ៍បានពិនិត្យ10ទីតាំងដែលមានទូកុងតឺន័រសរុប72ទូនៅពីក្រោយទូកុងតឺន័រទាំងនេះគឺប្រជាពលរដ្ឋកម្ពុជាចំនួន 5,386 នាក់ស្មើនឹង 1,449 គ្រួសារក្នុងនោះមានកុមារ 1,569 នាក់ដែលនៅតែមិនទាន់អាចវិលត្រឡប់ទៅផ្ទះរបស់ពួកគេបានបើបូកតួលេខទាំងនេះស្ថានភាពនៅទីតាំងទាំង3នៅក្នុងខេត្តបន្ទាយមានជ័យតែមួយដែលបានរៀបរាប់ខាងលើពាក់ព័ន្ធនឹង24ទីតាំងទូកុងតឺន័រ116ទូនិងប្រជាពលរដ្ឋកម្ពុជាចំនួន 13,259 នាក់ស្មើនឹង 3,318 គ្រួសារក្នុងនោះមានកុមារ 3,416 នាក់ដែលមិនទាន់អាចវិលត្រឡប់ទៅលំនៅឋានវិញនេះមិនទាន់រាប់ទាំងជនភៀសសិកនិងកុងតឺន័របន្លាលួសដែលយោធាថៃបានរំលោភបំពានមកលើអធិបតេយ្យភាពនិងបូរណភាពដែនដីកម្ពុជានៅក្នុងខេត្តព្រះវិហារខេត្តឧត្តរមានជ័យនិងខេត្តពោធិ៍សាត់ផងទេនេះមិនមែនគ្រាន់តែជាតួលេខទេប៉ុន្តែនៅពីក្រោយទូកុងតឺន័រនីមួយៗមានគ្រួសារដែលកំពុងរងចាំត្រឡប់ទៅផ្ទះរបស់ពួកគេវិញយ៉ាងអន្ទះសាបំផុតមានកុមារដែលត្រូវឃ្លាតពីលំនៅឋានសាលារៀននិងសហគមន៍របស់ខ្លួនដូច្នេះទូកុងតឺន័រទាំងនេះមិនមែនគ្រាន់តែជាវត្ថុដែលដាក់នៅលើដីប៉ុណ្ណោះទេប៉ុន្តែជាផ្នែកមួយនៃស្ថានភាពជាក់ស្ដែងដែលកំពុងរារាំងការវិលត្រឡប់របស់ប្រជាពលរដ្ឋស៊ីវិលកម្ពុជាផ្ទុយពីសេចក្តីប្រកាសរួមថ្ងៃទី27ខែធ្នូឆ្នាំ2025ប្រការ4បានបញ្ជាក់ថាភាគីទាំងពីរអនុញ្ញាតឲ្យជនភៀសសិកត្រឡប់ទៅផ្ទះសម្បែងរបស់ខ្លួនប្រកបដោយសុវត្ថិភាពនិងសេចក្តីថ្លៃថ្នូរនិងផ្ទុយពីគោលការណ៍ច្បាប់អន្តរជាតិកាន់តែសំខាន់ផុសតាងទាំងនេះមិនត្រឹមតែត្រូវបានឃើញដោយក្រុមអ្នកសង្កេតការណ៍អាស៊ានប៉ុណ្ណោះទេតំណាងការទូតបរទេសដែលបានចុះទៅតំបន់ព្រំដែនក៏បានឃើញដោយផ្ទាល់នៅស្ថានភាពនៅលើដីដូចគ្នានេះអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាលោក Thomas Andrews ក្នុងដំណើរបំពេញបេសកកម្មរបស់លោកក៏បានសង្កេតឃើញរបាំងទូកុងតឺន័រលួសនឹងការរារាំងការចូលទៅកាន់តំបន់មួយចំនួនហើយបានលើកឡើងពីស្ថានភាពប្រជាពលរដ្ឋដែលនៅតែមិនអាចវិលត្រឡប់ទៅផ្ទះរបស់ខ្លួននេះជាចំណុចមួយដែលមិនអាចមើលរំលងបានមានផ្នែកទី3កំពុងមើលមានអ្នកសង្កេតការណ៍កំពុងផ្ទៀងផ្ទាត់មានតំណាងការទូតបានឃើញទីតាំងជាក់ស្ដែងមានអ្នកជំនាញឯករាជ្យរបស់អង្គការសហប្រជាជាតិបានឃើញផលប៉ះពាល់លើប្រជាពលរដ្ឋដូច្នេះការបដិសេធមិនអាចលុបអង្គហេតុបានឡើយហើយការបង្កើត fait accompli ក៏មិនអាចបង្កើតភាពស្របច្បាប់បានដែរទូកុងតឺន័រមិនមែនជាបង្គោលព្រំដែនលួចបន្លាមិនមែនជាសិទ្ធិសញ្ញាលេនដ្ឋានមិនមែនជាផែនទីខណ្ឌសីមាការដាក់ទោសជាតិមិនមែនជាបានកម្មសិទ្ធិលើទឹកដីហើយការកាន់កាប់ដោយកម្លាំងមិនអាចបង្កើតអធិបតេយ្យភាពស្របច្បាប់បានឡើយកម្ពុជាបន្តប្រកាន់ជំហរម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជាថៃដោយផ្អែកលើសន្ធិសញ្ញានិងអនុសញ្ញាបារាំងសៀមពិធីសារកំណត់ព្រំដែនផែនទីនិងលទ្ធផលនៃការងារខណ្ឌសីមារបស់គណៈកម្មការព្រំដែនឥណ្ឌូចិនសៀម MOU ឆ្នាំ2000 TOR ឆ្នាំ2003និងគោលការណ៍ច្បាប់អន្តរជាតិពាក់ព័ន្ធ
កម្ពុជាមិនទទួលស្គាល់ការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើកម្លាំងឬការបង្កើតអង្គហេតុសម្រេចដោយឯកតោភាគីឡើយផ្លូវដោះស្រាយគឺ JBC និងច្បាប់មិនមែន fait accompli និងកម្លាំងយោធាឡើយការងារវាស់វែងនិងខណ្ឌសីមាត្រូវអនុវត្តតាមយន្តការដែលភាគីទាំងពីរបានឯកភាពទន្ទឹមនឹងនេះប្រជាពលរដ្ឋស៊ីវិលត្រូវអាចវិលត្រឡប់ទៅលំនៅឋានរបស់ខ្លួនដោយគ្មានការរារាំងប្រកបដោយសុវត្ថិភាពនិងសេចក្តីថ្លៃថ្នូរស្របតាមការឯកភាពក្នុងសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេស GBC ថ្ងៃទី27 ខែធ្នូឆ្នាំ2025បទចម្បាញ់មិនមែនជាអាជ្ញាប័ណ្ណសម្រាប់បង្កើតស្ថានភាពថ្មីលើដីទេសន្តិភាពមិនមែនគ្រាន់តែជាការស្ងប់ស្នូរកំភ្លើងទេសន្តិភាពត្រូវមានន័យថាប្រជាពលរដ្ឋអាចត្រឡប់ទៅផ្ទះរបស់ពួកគេបានថ្ងៃនេះស្ថានភាពនៅព្រំដែនកម្ពុជាថៃលែងអាចកើតឡើងក្នុងភាពងងឹតបានទៀតហើយអាស៊ានកំពុងមើលដំណាងការទូតបានឃើញអង្គការសហប្រជាជាតិកំពុងតាមដានសហគមន៍អន្តរជាតិកំពុងសម្លឹងមើលការប្រើកម្លាំងអាចបង្កើតការគ្រប់គ្រងជាក់ស្ដែងមួយរយៈប៉ុន្តែមិនអាចបង្កើតអធិបតេយ្យភាពស្របច្បាប់បានទូកងតឺន័រអាចរារាំងផ្លូវទៅផ្ទះប៉ុន្តែមិនអាចរារាំងការពិតបានលូកបន្លាអាចបិទផ្លូវប្រជាពលរដ្ឋប៉ុន្តែមិនអាចបិទក្រសែភ្នែករបស់ពិភពលោកបានឡើយថៃមិនអាចលាក់ផុសតាំងដែលកំពុងស្ថិតក្រោមក្រសែភ្នែកអាស៊ានអង្គការសហប្រជាជាតិតំណាងការទូតនិងសហគមន៍អន្តរជាតិបានឡើយអង្គហេតុកំពុងត្រូវបានកត់ត្រាផុសតាំងកំពុងត្រូវបានផ្ទៀងផ្ទាត់ហើយផលប៉ះពាល់លើប្រជាពលរដ្ឋកម្ពុជាកំពុងត្រូវបានមើលឃើញដោយផ្ទាល់កម្លាំងអាចបង្កើត fait accompli មួយរយៈប៉ុន្តែមិនអាចបំលែងការកាន់កាប់ទៅជាអធិបតេយ្យភាពស្របច្បាប់បានឡើយនៅទីបញ្ចប់អង្គហេតុច្បាប់និងផុសតាំងនៅលើដីនឹងនិយាយ